តទៅទៀតនេះនាងខ្ញុំសុជីវីសូមជូនព័ត៌មានទាំងនេះពិស្ដាលោកអ្នកនាងជាទីមេត្រីធនាគារជាតិនៃកម្ពុជាបានដកអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន Hui One Pay របស់លោកហ៊ុនតូដែលរងការចោទប្រកាន់ជាយូរមកហើយថាក្រុមនេះគឺដើរតួនាទីយ៉ាងសំខាន់ដើម្បីប្រតិបត្តិការទូទាត់លាងលុយកខ្វក់ឲ្យក្រុមសង្គមងងឹតនិងក្រុមឆបោកតាមអនឡាញទោះជាមានការដកអាជ្ញាប័ណ្ណបែបនេះក្តីក៏ក្រុមភ្នាក់ងាររបស់កម្មវិធី Hui One Pay នៅតែបន្តប្រតិបត្តិការទូទាត់លុយតាមរយៈកម្មវិធីនេះដដែលលោកមានរិទ្ធរាយការណ៍ព័ត៌មាននេះអ្នកនាំពាក្យធនាគារជាតិនៃកម្ពុជាបញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីតាមសារអេឡិចត្រូនិកឬអ៊ីមែលកាលពីសប្តាហ៍មុនថាធនាគារជាតិនៃកម្ពុជាបានដកហូតអាជ្ញាប័ណ្ណក្រុមហ៊ុន Hui One Pay ដោយសារតែក្រុមហ៊ុនមួយនេះមិនបានបំពេញលក្ខខណ្ឌអនុលោមតាមបទបញ្ញត្តិនិងអនុសាសន៍ដែលមានស្រាប់ដែលធ្វើឡើងដោយនាយកដ្ឋានកម្ពុជាទោះជាយ៉ាងណាអ្នកនាំពាក្យធនាគារជាតិនៃកម្ពុជាមិនបានបញ្ជាក់ឡើយថានៅក្រៅពេលដែលក្រុមហ៊ុននេះត្រូវបានដកហូតអាជ្ញាប័ណ្ណក្រុមហ៊ុននេះអាចប្រឈមមុខបែបណាខ្លះប្រសិនបើក្រុមហ៊ុននៅតែបន្តប្រតិបត្តិការទូទាត់សាច់ប្រាក់តាមកម្មវិធី Hui One Pay ក្រុមហ៊ុន Hui One Pay គឺជាផ្នែកមួយនៃក្រុមហ៊ុន Hui One Group ហើយក្រុមហ៊ុនទាំងនេះបានបង្កើតទីផ្សារអនឡាញជាច្រើនដែលមានឈ្មោះដូចជា Hui One Pay, Hui One Guarantee ដែលក្រុមអ្នករកស៊ីឆបបោកតាមអនឡាញអាចប្រើប្រាស់បានយ៉ាងទូលំទូលាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងនោះរួមមានទាំងកម្ពុជាផងកម្មវិធីនេះអនុញ្ញាតឲ្យក្រុមអ្នករកស៊ីឆបបោកតាមអនឡាញប្រើប្រាស់នៅទិន្នន័យបច្ចេកវិទ្យានិងសេវាកម្មលាងលុយកខ្វក់បានក្រុមហ៊ុនវិភាគទិន្នន័យប្រតិបត្តិការកុំព្យូទ័រតាមប្រព័ន្ធបច្ចេកវិទ្យា Blockchain ឈ្មោះ Elliptic ដែលមានមូលដ្ឋាននៅទីក្រុងឡុងចក្រភពអង់គ្លេសកាលពីខែកក្កដាឆ្នាំ2024បានលាតត្រដាងថាបងជីដូនមួយរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតគឺលោកហ៊ុនតូគឺជានាយកមួយរូបនៃក្រុមហ៊ុន Hui One Pay ប្រពន្ធដដាលបានលាតត្រដាងឲ្យដឹងទៀតថាក្រុមហ៊ុន Hui One Pay របស់លោកហ៊ុនតូពាក់ព័ន្ធយ៉ាងសកម្មនឹងប្រាក់ចំណេញបានមកពីអំពើលាងលុយកខ្វក់ពីការឆបោកតាមអនឡាញនៅជុំវិញពិភពលោកហើយយ៉ាងហោចណាស់ទឹកប្រាក់ជាង $24,000 លានត្រូវបានគេទូទាត់លាងលុយកខ្វក់តាមរយៈកម្មវិធីរបស់ក្រុមហ៊ុន Hui One បើទោះបីជាមកទល់ពេលនេះធនាគារជាតិនៃកម្ពុជាបានដកហូតអាជ្ញាប័ណ្ណក្រុមហ៊ុន Hui One Pay ក៏ដោយក៏ភ្នាក់ងាររបស់កម្មវិធីទូទាត់និងដូរលុយតាមអនឡាញឲ្យក្រុមហ៊ុន Hui One Pay នៅតែបន្តប្រតិបត្តិការជាហូរហែនិងជាប្រចាំភ្នាក់ងារដូរលុយតាមកម្មវិធី Hui One Pay បានបង្ហាញទិន្នន័យសាច់ប្រាក់នៅលើបណ្ដាញសង្គមរបស់ពួកគេចំពោះប្រតិបត្តិការដូរលុយរាប់ពាន់ដុល្លារនិងការទូទាត់សាច់ប្រាក់ដូរលុយនៅក្នុងកម្មវិធី Hui One Pay ដោយឆ្លងតាមប្រព័ន្ធធនាគារក្នុងស្រុកអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នែកកំណត់និងការស្រាវជ្រាវលោកសេសុជាតិព្រមានដល់ពលរដ្ឋខ្មែរដែលជាភ្នាក់ងារកម្មវិធីទីផ្សារដូរលុយតាមអនឡាញឲ្យប្រុងប្រយ័ត្ននិងដកខ្លួនឲ្យបានឆាប់រហ័សលោកសង្កត់ធ្ងន់ថាប្រតិបត្តិការដែលបន្តដូរលុយឬទូទាត់សាច់ប្រាក់តាមកម្មវិធី Hui One Pay ក្រោយធនាគារជាតិនៃកម្ពុជាបានដកហូតអាជ្ញាប័ណ្ណនេះគឺជាបទល្មើសជាក់ស្ដែងកាលណាគ្រឹះស្ថានហិរញ្ញវត្ថុមួយត្រូវបានបិទហើយត្រូវបានដាក់ចេញជាគោលការណ៍ចេញពីរដ្ឋហើយនៅតែប្រព្រឹត្តទៀតមានន័យថានេះគឺជាបទល្មើសជាក់ស្ដែងតែគួរតែចាត់វិធានការភ្លាមៗត្រូវធ្វើដោយឈរទៅលើគោលការណ៍ច្បាស់លាស់និងធ្វើការបិទបណ្ដាញទូទាំងប្រទេសដើម្បីឆ្លើយតបទៅការប្រព្រឹត្តល្មើសពីគោលការណ៍របស់រដ្ឋបើសិនជាធនាគារជាតិត្រូវបានសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មឬក៏ធ្វើការកំណត់មុខសញ្ញាណាមួយអញ្ចឹងវានឹងធ្វើឲ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចជាតិទាំងមូលតែម្ដងអញ្ចឹងវាជាគ្រោះធំមិនមែនជារឿងលេងសើចហើយគួរតែដោះស្រាយដោយឈរទៅលើភាពប្រកបប្រជាដោយឈរទៅលើមូលដ្ឋានច្បាប់លោកសេសុជាតិក៏ស្នើដល់ធនាគារជាតិនៃកម្ពុជានិងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធឲ្យស៊ើបអង្កេតចំពោះប្រតិបត្តិការទូទាត់សាច់ប្រាក់របស់ក្រុមហ៊ុន Hui One Pay នៅក្រៅការដកហូតអាជ្ញាប័ណ្ណនេះនឹងត្រូវចាត់វិធានការដោយឈរលើគោលការណ៍ច្បាប់និងយុត្តិធម៌ប្រសិនបើរកឃើញថាបណ្ដាញទីផ្សារអនឡាញរបស់ក្រុមហ៊ុននេះមានប្រតិបត្តិការលាងលុយកខ្វក់បម្រើដល់សង្គមងងឹតឬក្រុមឆបោកតាមអនឡាញវិសុវអាស៊ីស្រីមិនអាចតាក់ទងអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាអ្នកស្រីជាស្រីដើម្បីសាកសួរបន្ថែមពាក់ព័ន្ធនឹងបញ្ហានេះបាននៅឡើយទេនៅថ្ងៃទី10ខែមីនាចំណែកឯបងជីដូនមួយលោកហ៊ុនម៉ាណែតគឺលោកហ៊ុនតូក៏វិសុវអាស៊ីស្រីមិនអាចតាក់ទងបានដែរនៅថ្ងៃដដែលនេះកម្មវិធីដូរលុយតាមអនឡាញនៃក្រុមហ៊ុន Hui One Pay ក្រៅពីស្រូបទាញពលរដ្ឋខ្មែរមួយចំនួនឲ្យបម្រើការងារហើយនោះក្រុមហ៊ុននេះក៏បានបង្កើតទីផ្សារតាមបណ្ដាញសង្គម Telegram ឬ Telegram Marketplace ដែលត្រូវបានគេកំណត់ថាជាកន្លែងដ៏ពេញនិយមសម្រាប់ឧក្រិដ្ឋកម្មដែលពាក់ព័ន្ធនឹងប្រតិបត្តិការសាច់ប្រាក់ខុសច្បាប់ក្នុងទំហំរហូតដល់ទៅ $24,000 លានរបាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្មឬហៅកាត់ថា UNODC
ឲ្យដឹងថាទីផ្សារនៅតាមបណ្ដាញសង្គម Telegram របស់ក្រុមហ៊ុន Huawei បានក្លាយជាសរសៃឈាមដ៏សំខាន់មួយនៃដំណើរការពាណិជ្ជកម្មខុសច្បាប់នៅតំបន់អាស៊ីអាគ្នេយ៍ដែលជាតំបន់កំពុងប្រឈមនឹងការរីករាលដាលនៃការជួញដូរមនុស្សនិងការឆបោកតាមអនឡាញកាន់តែខ្លាំងអ្នកជំនាញផ្នែកឧក្រិដ្ឋកម្មឆ្លងដែនលោក Jacob Sims ប្រាប់វិទ្យុអាស៊ីសេរីថាការដកហូតអាជ្ញាប័ណ្ណធនាគារពីក្រុមហ៊ុន Huawei នេះមិនគួរត្រូវបានចាត់ទុកថាជាសញ្ញានៃការកែតម្រង់ឡើយខណៈលោកពន្យល់ថាវាអាចគ្រាន់តែជាការបដូរឈ្មោះយីហោសម្រាប់លោក Jacob Sim វិធីមួយដែលរដ្ឋាភិបាលកម្ពុជាគួរធ្វើដើម្បីបង្ហាញថាខ្លួនពិតជាបង្ក្រាបយ៉ាងតឹងរ៉ឹងលើឧក្រិដ្ឋកម្មប្រព្រឹត្តដោយក្រុមហ៊ុន Huawei នេះគឺអាជ្ញាធរកម្ពុជាត្រូវចាប់ខ្លួនរាល់មនុស្សដែលពាក់ព័ន្ធនៅក្នុងក្រុមហ៊ុននេះលោកនាងកញ្ញាជាទីមេត្រីព័ត៌មានជាបន្តទៅទៀតនេះតាក់ទងទៅនឹងរឿងរ៉ាវក្តីក្តាំចាពាក់ព័ន្ធនឹងសំណុំរឿងបោកគ្រាប់បែកកាលពីឆ្នាំ1997មេអង្គរៈលោកហ៊ុនសែនគឺលោកឧត្តមសេនីយ៍ហ៊ីងប៊ុនហៀងអះអាងថាលោកមិនបានដឹងពីការកោះហៅរបស់តុលាការបារាំងក្នុងសំណុំរឿងគប់គ្រាប់បែកសម្រាប់វងបាតកោកាលពីថ្ងៃទី30ខែមីនាឆ្នាំ1997នោះទេប៉ុន្តែមន្ត្រីជាន់ខ្ពស់គណៈបកប្រឆាំងថាព័ត៌មាននៃការកោះហៅលោកហ៊ីងប៊ុនហៀងនិងលោកហ៊ុយពិសិដ្ឋដោយតុលាការបារាំងគឺជាការពិតហើយនេះជាការកោះហៅលើកទី3ហើយឲ្យមេទ័ពខ្មែរទាំងពីរចូលទៅសវនកម្មបារាំងនៅចុងខែមីនានេះចាមន្ត្រីសិទ្ធិមនុស្សសង្ឃឹមថាជនរងគ្រោះក្នុងសំណុំរឿងនេះនឹងបានយុត្តិធម៌ពីតុលាការបារាំងសូមស្ដាប់សេចក្តីរាយការណ៍របស់អ្នកស្រីខាន់លក្ខណាអំពីរឿងនេះមេបញ្ជាការនៃអគ្គមេបញ្ជាការដ្ឋានកងអង្គរៈលោកហ៊ុនសែនគឺលោកហ៊ីងមិនហៀងទទួលស្គាល់ថាតុលាការបារាំងមានយុត្តិធម៌និងមិនចេះតែធ្វើតាមការចោទប្រកាន់របស់លោកសំរងស៊ីដែលប្រមាថថ្នាក់ដឹកនាំគណៈបកប្រជាជនកម្ពុជានិងមេតបឡើយមេអង្គរៈរូបនេះថាលោកសំរងស៊ីទៅវិញទេដែលជាទណ្ឌិតក្បត់ជាតិនឹងត្រូវចាប់ខ្លួនប្រសិនបើលោកសំរងស៊ីចូលទឹកដីកម្ពុជាលោកហ៊ីងមិនហៀងប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី10ខែមីនាថាលោកមិនពាក់ព័ន្ធនឹងតុលាការបារាំងឡើយហើយគ្មានការចាំបាច់បញ្ជូនមេធាវីទៅការពារក្តីនៅបារាំងក្នុងសំណុំរឿងបោកគ្រាប់បែកនៅថ្ងៃទី30ខែមីនាឆ្នាំ1997ដែរលោកអះអាងថារឿងក្តីនេះកើតចេញពីការចោទប្រកាន់បែបសរសៃប្រសាទនិងគ្មានភស្តុតាងរបស់លោកសំរងស៊ីតែប៉ុណ្ណោះខ្ញុំមើលគាត់ដូចជាគាត់ចោទទៅពីលើកងទ័ពលើកម្លាំងប្រអាវុធគ្មានហេតុផលអំណះអំណាងណាមួយដែលមកចោទលើខ្ញុំនឹងឯកឧត្តមមួយវិសិដ្ឋកើតហើយក៏ខ្ញុំមានការចាប់អារម្មណ៍ណាមួយដែរគឺថាសម្រាប់គាត់គឺខ្ញុំចាត់ទុកថារដ្ឋខ្មែរនេះគេបានចាត់ទុកថាគាត់ជាជនក្បត់ជាតិ3ចំនួនតាំងពីឪពុកគាត់មកហើយបើនៅតុលាការបរិញ្ញាចក្រកម្ពុជាគេកំពុងតាមចាប់ខ្លួនគាត់រឿងហេតុផលវាអញ្ចឹងគេដល់មកចោទលើខ្ញុំពីប្រហែល30ឆ្នាំជាងហើយមកតាក់ទិនការចោទប្រកាន់វាអត់មានអំណះអំណាងណាដែលទៅមានរូបថតណាដែលខ្ញុំនិយាយបោកក្របហើយមានរូបថតទេការអះអាងនេះធ្វើឡើងបន្ទាប់ពីប្រធានស្ដីទីគណៈបកសង្គ្រោះជាតិលោកសំរងស៊ីបានសរសេរនៅលើ Facebook របស់លោកកាលពីថ្ងៃទី8ខែមីនាថាលោកហ៊ីងមិនហៀងនិងលោកហ៊ុយពិសិដ្ឋនឹងត្រូវកាត់ទោសនៅទីក្រុងប៉ារីសនៅថ្ងៃទី19ថ្ងៃទី20 21ខែមីនាចំពោះការវាយប្រហារដោយគ្រាប់បែកដៃនៅទីក្រុងភ្នំពេញកាលពីថ្ងៃទី30ខែមីនាឆ្នាំ1997អតីតតំណាងរាជគណៈបកសង្គ្រោះជាតិលោកម៉ានស្ថាវរិនដែលជាមនុស្សស្និទ្ធនឹងលោកសំរងស៊ីប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី10ខែមីនាថាព័ត៌មានដែលលោកសំរងស៊ីបង្ហោះនៅលើ Facebook នោះគឺជាការពិតលោកថាតុលាការបារាំងក៏ហៅអ្នកពាក់ព័ន្ធជាច្រើនទៀតទាំងជនរងគ្រោះសាក្សីរួមទាំងលោកហ៊ីងមិនហៀងនិងលោកហ៊ុយពិសិដ្ឋឲ្យចូលសវនកម្មហ៊ីងមិនហៀងនិងលោកហ៊ុយពិសិដ្ឋឲ្យចូលក្នុងតុលាការថ្ងៃ19 20 21 3ថ្ងៃហើយថ្ងៃ21នឹងគេនឹងសម្រាប់បើគាត់មកមិនមកនឹងគេសម្រាប់កាត់ទុកកម្លាំងមុខហើយបាទបើគេអត់តែគេហៅគាត់មកណាថ្ងៃ19 20 21បាទហើយអមចូលក្នុងស្ថានភាពដែលមានពាក្យបណ្ដឹងគឺមានលោកសំរងស៊ីហើយនិងសម្រាប់ជូឡុងសាក់សីច្រើនទៀតអាដាមមានស្អីទៀតណាគេមានសាក់សីកម្មករដែលគ្រោះថ្នាក់ឬក៏បាយនោះក៏មានសាក់សីលោកម៉ានស្ថាវរិនថាការកោះហៅលោកហ៊ីងមិនហៀងនិងលោកហ៊ុយពិសិដ្ឋដោយតុលាការបារាំងនៅពេលនេះគឺជាលើកទី3ហើយប៉ុន្តែលោកហ៊ីងមិនហៀងប្រាប់វិទ្យុអាស៊ីសេរីថាលោកមិនបានដឹងរឿងទេទោះបីជាពេលនេះលោកហ៊ីងមិនហៀងឆ្លើយមិនដឹងក៏ដោយក៏កាលពីថ្ងៃទី30ខែធ្នូឆ្នាំ2021អនុប្រធានផ្នែកស៊ើបអង្កេតនៃតុលាការយុត្តិធម៌ក្រុងប៉ារីសលោកចៅក្រមសាប៊ីនខេរីសបានចេញដីកាចាប់ខ្លួនលោកហ៊ុយពិសិដ្ឋនិងលោកហ៊ីងមិនហៀងក្នុងការរៀបចំផែនការវាយប្រហារដោយគ្រាប់បែកលើការប្រមូលផ្ដុំបាតកម្មរបស់ពលរដ្ឋនិងកម្មកររោងចក្រនៅរាជធានីភ្នំពេញកាលពីថ្ងៃទី30ខែមីនាឆ្នាំ1997បាតកម្មនេះក៏មានការចូលរួមរបស់លោកសំរងស៊ីដែរក្នុងគោលដៅសំខាន់ដើម្បីទាមទារឲ្យមានកំណែតម្រង់ប្រព័ន្ធតុលាការនៃការចាប់ខ្លួនរបស់តុលាការយុត្តិធម៌បារាំងនេះធ្វើឡើងតាមពាក្យបណ្ដឹងរបស់លោកសំរងស៊ី
ដីកាក៏បានក៏ហៅលោកហ៊ុនសែនដែលការនោះជានាយករដ្ឋមន្ត្រីសម្រាប់ទូនាទីរបស់លោកពាក់ព័ន្ធនឹងការវាយប្រហារដែរប៉ុន្តែរដ្ឋាភិបាលបារាំងបានរារាំងការចាប់ខ្លួនលោកហ៊ុនសែនដោយលើកហេតុផលពីអភ័យឯកសិទ្ធិរបស់លោកគ្រានោះជាប្រមុខរដ្ឋាភិបាលលោកហ៊ីងប៊ុនហៀងគឺជាមេបញ្ជាការកងអង្គរៈលោកហ៊ុនសែនរីឯលោកហ៊ុយពិសិដ្ឋជាមេបញ្ជាការកងពលតូចលេខ70បច្ចុប្បន្នលោកហ៊ីងប៊ុនហៀងឡើងជាមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទថែមលើតួនាទីជាមេបញ្ជាការកងអង្គរៈគ្រួសារលោកហ៊ុនសែនដដែលរីឯលោកហ៊ុយពិសិដ្ឋឡើងជារដ្ឋលេខាធិការក្រសួងការពារជាតិនិងជានាយករងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលីលោកសង្សានករណាប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី10ខែមីនាថាលោកជឿជាក់លើតុលាការបារាំងដែលនឹងជំរះក្តីដោយផ្អែកលើភស្តុតាងនិងសាក្សីតាមរយៈការស៊ើបអង្កេតមកចត់លោកថាតុលាការបារាំងមិនចេះតែសម្រេចទៅតាមមាត់របស់បុគ្គលមានអំណាចដែលឆ្លោយដោះសារយករួចខ្លួនដោយតុលាការកម្ពុជានោះទេតុលាការបារាំងគេមិនជាតុលាការលេងសើចដោយដែលតុលាការយើងខ្វះឯករាជ្យភាពនៅក្រោមបញ្ជានយោបាយអីទេគឺតុលាការបារាំងយើងដឹងហើយអំពីគុណភាពហើយនឹងភាពជឿជាក់ទៅលើការផ្ដល់យុត្តិធម៌គឺច្បាស់ណាស់អ្នកណារងគ្រោះអ្នកនឹងទទួលបាននៅយុត្តិធម៌ហើយទោះបីថាអ្នកណាប្រព្រឹត្តដែលចេះតែលើកថាខ្លួនមិនពាក់ព័ន្ធវាមិនមែនថានិយាយមិនពាក់ព័ន្ធនឹងហើយរួចខ្លួនទេនៅព្រឹកថ្ងៃទី30ខែមីនាឆ្នាំ1997នៅមុខមន្ទីររដ្ឋសភាចាស់ក្បែរព្រះបរមរាជវាំងគ្រាប់បែកចំនួន4គ្រាប់ត្រូវបានជនអនាមិកគប់ចូលក្នុងក្រុមបាតកោប្រមាណ200នាក់ដែលដឹកនាំដោយលោកសំរងស៊ីពេលនោះជាប្រធានគណៈបក្សជាតិខ្មែរការគប់គ្រាប់បែកនោះមានគោលដៅសម្រាប់លោកសំរងស៊ីនៅពេលលោកដឹកនាំការប្រមូលផ្ដុំអ្នកគាំទ្រនិងប្រជាពលរដ្ឋទៅតវ៉ានៅសួនច្បារទល់មុខមន្ទីររដ្ឋសភាចាស់ក្នុងរាជធានីភ្នំពេញដើម្បីប្រឆាំងអយុត្តិធម៌សង្គមនិងអំពើពុករលួយការវាយប្រហារនោះបានផ្ដាច់ផ្ដល់ជីវិតមនុស្សចំនួន16នាក់និងជាង150នាក់រងរបួសដែលភាគច្រើនជាបាតកោនិងខ្លះជាអ្នកដែលឈរក្បែរវងបាតកម្មរួមមានកុមារផងចំណែកឯលោកសំរងស៊ីបានគេចផុតពីគ្រោះបាត់បង់ជីវិតតែរងរបួសត្រង់ជើងដោយសារអង្គរៈរបស់លោកយកជីវិតទៅរងគ្រាប់ជំនួសក្រៅពីការស្លាប់និងរបួសពលរដ្ឋខ្មែរក៏មានជនជាតិអាមេរិកម្នាក់ដែរដែលរងរបួសធ្ងន់គឺលោករ៉នអាប់នីដែលជាប្រធានវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិនៃសហរដ្ឋអាមេរិកក្នុងការស៊ើបអង្កេតរបស់ខ្លួន SBI អាមេរិកបានសម្ភាសទាហាននិងមន្ត្រីខ្មែរតាមឋានានុក្រមនៃអំណាចពីក្រោមឡើងលើលោកហ៊ុយពិសិដ្ឋធ្លាប់សារភាពប្រាប់ SBI ថាលោកបានបញ្ជាឲ្យដាក់ពង្រាយកម្លាំងកងពលតូចលេខ70ទៅកាន់កន្លែងកើតហេតុនៅថ្ងៃនោះអ្នកស៊ើបអង្កេត SBI បានសន្និដ្ឋានថាមានតែលោកហ៊ុនសែនប៉ុណ្ណោះដែលអាចបញ្ជាកងអង្គរៈចូលទៅក្នុងសួនច្បារដែលក្រុមបាតកោធ្វើការតវ៉ាលោកសំរងស៊ីធ្លាប់លើកឡើងថាលោកហ៊ុនសែនមានការព្រួយបារម្ភយ៉ាងខ្លាំងពីព្រោះតុលាការបារាំងនិងសហការជាមួយប៉ូលីសអន្តរជាតិអង់តេប៉ូលដើម្បីចាប់ខ្លួននៅពេលណាលោកហ៊ុនសែនទៅដល់ប្រទេសប្រជាធិបតេយ្យណាមួយក្រោយពីគាត់លែងមានអភ័យឯកសិទ្ធិក្នុងឋានៈជានាយករដ្ឋមន្ត្រីខ្ញុំខណ្ឌលក្ខណាវិទ្យុអាស៊ីសេរី